បាទសួស្តីបងប្អូនអរគ្នាកាលពីថ្ងៃមុនគឺម៉ូតូស៊ូម៉ូនេះគឺយើងដោះខាងប្លុកខាងខ្សែពៀនបាទដោយសារយើងមូរ៉ាទៅរៀងលឺត្រាត់បងប្អូនបាទបរិឆ្មាល់បងប្អូនអរគ្នាបាទឥឡូវយើងចាប់ដើមមើលបងប្អូនគ្នាបាទមកពីអ្វីបាទអញ្ចឹងបន្តនេះគឺបន្តពីភាគសាមុនបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនដែលចូលរួមទស្សនាតាមដានវីដេអូជើងរុនបាទจะដឹងហើយបាទឥឡូវយើងមើលបងប្អូនបងប្អូនបាទតើមកពីបញ្ហាអ្វីបាទជាយើងមូរ៉ាទៅលឺត្រាត់បាទពេលចេញដេប៉ាទៅគឺញកទួយកងក្រោយបាទគឺទួងកងក្រោយឬសូក្រោយបាទដល់ពេលយើងជិះលឿននឹងស្ងាត់ពេញបាទឥឡូវយើងមើលទាំងអស់គ្នាបាទភាសានេះមកពីផ្ដាំហើយបងប្អូនបាទឥឡូវចាប់ដើមមើលកន្លែងទាំងអស់គ្នាបាទគឺខាងកាលេបាទកងក្រោយបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនដែលប្រើពួកប្រភេទពួកម៉ូតូអូតូតែបងប្អូនខ្លះគឺអត់ដឹងទេបាទប្រេងគឺមានខាងប្រេងបាតបាទប្រេងខាងប្រអប់ប្រេងផ្សេងប្រេងខាងកាលេខាងក្រោយកងក្រោយបាទត្រាប់ត្រាំពឺបាទត្រាំងើប្លុកខាងក្រោយបាទខ្លែងក្រោមបូមហ្នឹងបងប្អូនអរគ្នាបាទឥឡូវចាប់ដើមមើលបងប្អូនបាទយើងដោះមកគឺឃើញមានបញ្ហាមួយបាទហើយបាទគឺលបើកស្បែកញាក់នេះជាងចាប់មកបងប្អូនបាទគឺលបើកស្បែកញាក់បាទឃើញបងប្អូនបាទគឺសល់តែដែកឃើញអត់បាទគឺលបើកទាំង3ដុំ100បាទឃើញបាទគឺស្នាមកកិតដែកបាទអាហ្នឹងគឺបញ្ហាទី1ហើយមួយទៀតបាទនេះបញ្ហាទី2បាទដែលយើងឆ្ងល់ពេលបញ្ហាលឺអ្វីកឹកនេះគឺផ្ដាំងនេះបងប្អូនបាទគឺលឺផ្ដាំងមកក្របហ្នឹងបងប្អូនបាទឥឡូវយើងត្រូវធ្វើការដោះដូរផ្ដាំងណាបាទគឺយើងត្រូវកាវបាទគឺយើងមានឧបករណ៍សម្រាប់កាវផ្ដាំងចេញមកអត់មានគោះទេគោះកាលណាគោះយូរអាចនឹងហោកបាទយើងអាចដាក់ទៅវិញលេឡុងបាទឥឡូវចាប់ផ្ដើមដូរផ្ដាំងណាផ្ដាំងមកក្របនេះហើយបាទគឺខាងក្រោយនេះហើយពេលបងប្អូនប្រវល់កង់ក៏ធ្វើលឺដែរបាទប្រវល់កង់ប្រវល់ទៅលឺក្រឹកបាទគឺលឺស្នូបាទឥឡូវយើងត្រូវធ្វើការដោះដូរផ្ដាំងនេះដើម្បីឲ្យវាស្ងាត់ទៅវិញបាទឥឡូវយើងមើលបាទអញ្ចឹងបងប្អូនដែលត្រូវប្រើម៉ូតូអូតូគួរតែថែរក្សាប្រេងបាទគឺថាប្រេងកលេខាងក្រោយបាទគឺដើម្បីដាក់ត្រាំស្ពឺទាំងហ្នឹងបងប្អូនបាទគឺត្រាំផ្ដាំងបាទដើម្បីកុំឲ្យវាលឺកាលណាបងប្អូនធ្វើប្រេងអត់ដែលដូរប្រេងទេគឺពិបាកលឺងើខាងក្រោយហ្នឹងគឺវាពិបាកធ្វើស្ងាត់បងប្អូនបាទគឺដូរថ្មីបាទគឺវាអស់ច្រើនណាបងប្អូនបាទឥឡូវយើងធ្វើការដោះដូរផ្ដាំងអីរួចរាល់ហើយយើងប្រវល់មើលងើខាងក្រោយបាទគឺខាងក្រោយឲ្យបងប្អូនមើលបាទដើម្បីថែរក្សាប្រេងបងប្អូនអរគ្នាបាទទោះបីប្រេងស្អាតយ៉ាងណាគឺយើងត្រូវតែដូរបាទឥឡូវយើងផ្លាស់ដូររួចហើយចាប់ផ្ដើមដាក់រៀបបង្គំទៅវិញបាទហើយក៏ស្បែកយកអីក៏យើងដូរថ្មីអស់ហើយឥឡូវចាប់ផ្ដើមរឹតខ្ចៅដាក់បង្គំចូលទៅវិញបាទអញ្ចឹងគឺបញ្ហាទី1គឺយើងដោះមកគឺឃើញល្បើកស្បែកយកហើយទី2នោះគឺផ្ដាំងបាទគឺយើងដូរផ្ដាំងឲ្យរួចរាល់ហើយបាទអញ្ចឹងយើងត្រូវដាក់រៀបបង្គំចូលទៅវិញបាទតើវាមានសន្ធឹកឬក៏ស្នូល្មិចបាទកាលយើងដោះដូររួចនិងមិនទាន់ដូររួចបាទឥឡូវយើងចាប់ផ្ដើមប្រវល់មើលបាទគឺស្គាល់ទីមុនណាឥឡូវចាប់ផ្ដើមមើលមកគ្នាបងប្អូនបាទប្រយ័ត្នបាទគឺសាមុនក៏យើងប្រូរ៉ាតិចគឺលឺសូនត្រង់ក្រោយលឺសូនត្រង់ក្រោយបាទឥឡូវគឺស្ងាត់រួចរាល់ហើយបងប្អូនបាទស្ងាត់ហើយគឺតែអេមហើយបាទប៉ុណ្ណឹងគឺម្ចាស់ពីចិត្តហើយបាទហើយក៏យើងឲ្យគាត់ទីសាមើលផងដែរបាទគាត់ថាស្ងាត់ហើយអូនស្អាតហើយបាទយើងក៏សប្បាយចិត្តដែរបងប្អូនបាទនេះគឺផ្ដាំមកក្រោមនេះហើយបាទគឺផ្ដាំមកពីបញ្ហាគឺញ័រក៏ក្រោយបាទ